រៀបចំដើម្បីនិយាយបានអស់មិនលុយគេរឹបកតមកដើម្បីចិនហ្នឹងអត់មែនទេអត់បានលុយទេបើលុយគេខ្ញុំបាននៅតែប៉ុណ្្នឹងទេហើយខ្មែរខ្លះនោះ FBI FBI ខ្មោចមកបាសសក់មិនដឹងនិយាយមិនដឹងតែអ្នកណាមានសំណួរចង់សួរទៅសួរអស់ទៅមួយបងប្អូនរៀមច្បងជាទីគោរពដើម្បីឲ្យខ្ញុំឆ្លើយទៅដើម្បីខ្មែរលឺទាំងអស់គ្នាខ្ញុំជួយហើយណាឥឡូវគេថាមកខ្ញុំជួយខ្ញុំអបពងខ្ញុំបើសិនពូនឹងបានសុំដើម្បីខ្ញុំជួយខ្ញុំអត់អាចលូកដៃបានទេព្រោះនៅប្រទេសគេគ្រប់គ្រងកន្លែងហ្នឹងទុកឲ្យគេដោះស្រាយចុះពួកខ្ញុំជម្រាបឲ្យហើយដោះស្រាយរឿងបញ្ហាសង្គ្រាមដោះស្រាយបានទេអត់ចប់ទេមានណាដោះស្រាយបានទេគ្រូសាហ៊ុនគេអត់និយាយទេគិននិយាយចុះនិយាយឡើងផ្លាស់ប្ដូរយករដ្ឋមន្ត្រីអត់ដោះស្រាយបានហើយសំរងស៊ីនិងគឹមសកាអីបើដោះស្រាយបានសូមអញ្ជើញចុះខ្ញុំបាននិយាយពួកខ្ញុំដឹងថាធ្លាប់ចាញ់ធ្លាប់ធ្វើនឹងរួចហើយដោះស្រាយល្មិចទៅពឹងពាក្យគេដោះស្រាយមិនដោះស្រាយត្រូវយករបស់ប្រព័ន្ធប៉ុណ្ណឹងដើម្បីទៅធ្វើកិច្ចការបើដោះស្រាយបានខ្ញុំមិនមានដឹងថាម៉េចដែរបងលើសូពេចបងមួយឃើញគេសរសេរបោះបិចបោះហ្នឹងដឹងថាម៉េចដែរពាក្យហ្នឹងតែថាម៉េចទៅមិនខ្ញុំអ្នកសរសេរទេឃើញខ្លួនឯងមើលនឹងខ្លួនឯងត្រូវការលុយត្រូវការកាក់ម៉េចមាសម៉េចហ្នឹងឃើញបិចបោះពាក្យគេថាម៉េចទៅមនីបិចបោះនោះហ่าលីនូ Tomato ណាបើខ្ញុំនីនូទៅនិយាយទៅស៊ូមអូនមនីសិញទៅស្វាមីនឹងអាដាមស្វាមីគេនៅទៀតគេប្រចាំណែទៀតបញ្ហាគេមិនឃើញអូនរិចនឹងចេញទៅខ្លាំមិនហ៊ានស៊ូគេទូតែប្រុសចុះហាម៉ែខ្មែរមានទ្រព្យម្ចេះខ្ចប់មានមាសម្ចេះខ្ចប់ពេជ្រម្ចេះខ្ចប់បង្កើតរឿងដល់តូចជាទីបំផុតធ្លាក់ដល់បញ្ហារឿងជាតិប្រាប់គេដែរថាសង្គ្រាមនៅក្នុងប្រទេសថៃវាមានក្រុម300នៅពីក្រោយគេយើងគូតបានប្រាប់គេថាយុគទី9នេះគឺជាយុគក្តៅបានប្រាប់បណ្ណាទៀតនឹងអាសែនតែឆ្នាំនេះឆុកគេថាយើងយកបរមីណាទៅទៀតឥឡូវឆុកមែនអត់រៀមច្បងជាទីគ្រប់អង្គក្មួយបងប្អូនប្រុសស្រីមិត្តរួមការងារសួរតែសង្គ្រាមនឹងចប់អត់មិនចប់ទេសួរតែគ្រួសារហ៊ុននឹងកិច្ចផុតអត់កិច្ចផុតទេអាយតាមទៀតទុកគ្រួសារហ៊ុនទី1បញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរធំហើយទុកបញ្ហាគ្រួសារហ៊ុនខ្មែរអត់ឃ្លានវិលត្រឡប់ខ្យល់បក់ពីទឹកខាងលិចនិងទឹកខាងជើងច្រទៅខាងត្បូងខាងកើតរាប់ម៉ឺនអ្នកទៀតចុះតម្រាំនៅក្នុងករណីមានបញ្ហាខ្មែរច្រគេយកចេញក្នុងប្រទេសគេរាប់លានអ្នកទៅវិញតើអ្នកឯងបានដោះស្រាយបានអីដោះស្រាយគួរណារោលុយទៅទិញបាយទិញស្អីឲ្យទប់នឹងកងទើបស្រួចដើម្បីមានភក្តីភាពឧត្តមកតិចបដិសការជាតិពិតប្រកបនេះมันមានអីឲ្យគាត់
nhằm hộp si phó nó lô gái cho bị nôm trộp cho đờ nâng chương khá nâng mà tô nâng tinh luôn ai hai trâu trâu nâng khi nếp đắp ô ra tê tiết ai nhau chi ra nó thật là Rolls Royce chầm mơ đặc mai đang bò tụi nông pinh lên đi ô bà sọ còn lên sơi tầng tổ tộc chuột nó on trạ chiết kỳ khơi hai công bay rồi cái đi hai đặc on trạ chiết công bay cho chồng bàn những trap cái môn này ta hai tỉnh tốt nâng tiết nô bờ tê cà rê cam co kế nâng bình chun cam co thôi ca nâng tổ tiết ở tìa ho mai khăn niêm chia chùm rốt chùm rômក្រុមអក្រិតជាអនឡាញទៀតបញ្ជូនទៅទៀតទៅដល់ស្រុកខ្មែរទាំងអស់លោកហើយទៅសបាអីនេះក៏ណាគិតដឹងត្រូវក៏ខុសដែរមិនដឹងសូពេចញ៉ាំតាមញ៉ាំមើលអាមេរិកកាំងអង់គ្លេសកូរ៉េខាងត្បូងសុទ្ធតែប្រទេសលោកសេរីជប៉ុននេះគេបានជាប់ប្រកាន់ទៅហើយសួរគេថយក្រោយទេមិនដឹងសូពេចហើយបងប្អូនឥឡូវសួរបងមនីសិញម្ដងចុះនៅអាមេរិកនោះសួរដែរឃើញបងស្រីរៀននៅកំពង់ពោះរណាតណៃធ្វើកិច្ចការជាមួយណាអ្នកខ្ពស់ព្រឹទ្ធសភាស្អីស្អីហ្នឹងបងស្រីកាន់តែសប្តាហ៍ថ្ងៃនេះមាន business ខ្លួនឯងអ្វីខ្លួនឯងទាំងអស់មានមុខមាត់មិនបានទៅសុំទានគេទេសួរតែឃើញអាមេរិកកាំងតែដល់តែហ្នឹងគេដែរថយក្រោយអត់ដែរទេលោកបងតែគេធ្វើប៉ុណ្ណឹងហើយកុំមែនណាចាបើអត់មានផលប្រយោជន៍ទេបើអត់មានផលប្រយោជន៍គេអត់ធ្វើទេលោកបាទតាមវិធានចានេះយើងនិយាយច្បាស់ទៅណាអត់ដែរចឹងបាននិយាយឲ្យសុំសម្រាប់វាកងចុះមិនសូពេចបើគេសុំមិនខ្ញុំគិតថាប្រាប់តែខ្ញុំមិនដឹងទៅជួយមិនបើគេថាខ្មែរគេថាយើងទៅលុញពងខ្លាចគេថាលុញពងទៀតជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះខ្ញុំបានចាញ់ហើយការមួយចំនួនកូវីដក៏ខ្ញុំបានប្រកាសហើយមួយចំនួនបញ្ហាពូនេតុនរឿងចម្ពាក់លុយកតនីគាខ្ញុំក៏បានចាញ់ហើយរឿងបញ្ហាក្រលៀននៅប្រទេសកូរ៉េខ្ញុំបានចាញ់ហើយរឿងបញ្ហានេះក៏ខ្ញុំបានជម្រាបអស់ហើយឃើញអស់ហើយចុងក្រោយទៅដែលខ្ញុំនិយាយអាមឹងទៅប្រមាណដើម្បីការពារភាពថ្លៃថ្នូររបស់ខ្ញុំអាយុជីវិតរបស់ខ្ញុំប្រើពីដើមមេគានិយមព្រះពុទ្ធសាសនាការនិយាយភាសាគម្រៈភាសាជាមួយគ្នាខ្មែរនៅខ្មែរខុសទៅយើងបានន័យយើងសារភាពមិនដឹងទៅវាចោះដោយពួកអាសែនធ្វើហ្នឹងពួកប៉ូលីសគេធ្វើហ្នឹងគេចាប់ហើយបើសិនណាមានសមត្ថភាពបានគេឆ្លើយដល់ចាប់ច្រឡំគេអាចរលាស់ចិញ្ចឹមទរីការលើចាប់ច្រឡំបើអន្តរាគមបានទៅនោះបើអន្តរាមានអន្តរាគមដែលខ្ញុំមិនអោយអន្តរាគមខ្លាចគេស្លាប់ចោលទៅដាក់ខ្លួនទៅគេថាយើងនោះអត់មានអីទេដល់ចេញមកនៅកំផែផែអញ្ចឹងទៅគេថាអូអានេះពិតប្រកបមែនបោកប្រាស់គេទៀតណាអន្តរជាតិដល់អ្នកបោកមែនទែននៅចេញប្រទេសខ្មែរណាអាសែនសោះនៅបោកនោះបោកពេញណាអត់គេថាទេដល់អត់មានណាសម្ដេចពុកដល់ឯងចាប់ផ្ដើមនិយាយតែខ្មែរកុំឲ្យបែកបាក់សម្ដេចពុកដោយគេថាយើងលុញពងរបស់អាសែនទេបាទសោះពុទ្ធោពុទ្ធាំងហើយខ្មែរមិនដឹងនិយាយតែម៉េចទេឥឡូវឲ្យខ្ញុំនិយាយយ៉ាងម៉េចឲ្យជួយឲ្យយោបល់ភាសាមកវិញមកទាំងអស់គ្នាតែក្មួយលីសេរីឯទាំងអស់ក្មួយស្រីនៅកូរ៉េនោះនៅក្មួយនៅវ័យប៉ុណ្ណឹងឈាមខ្មែរត្រួសនៅប្រទេសគេឃើញខ្មែរអញ្ចឹង
ចូលសញ្ជាតិគេនៅរស់នៅបានហើយឃើញខ្មែរយើងឈឺចាប់អត់នៅក្មួយស្រីឃើញឈឺចាប់យើងមានគេហៅថាភាសាយើងមានការណិតអសូរក្រួយក្ដួលអត់ឃើញគេយួនចិនគេជិះឡានវ៉ែន VIP ជិះណាគេហៅថាឡានក្រុង VIP ខ្មែរលហាមពេញហ្នឹងហើយបន្ទាប់ពីហ្នឹងទៅលេងក្ដួងទៀតដើរពេញណាពេញណីទោះតែមានទេនៅប្រទេសខ្មែរនៅសំរងស៊ីមានយួនទេមានចិនទេណាអានឹងពាក្យសំរងស៊ីមែនឬសូរពេក បាទគាត់ថាគាត់ថ្ងៃក្រោយទៅគាត់ឲ្យយួនចូល20,000 នាក់ បាទ ចូលជាតិទៀត ឥឡូវខ្ញុំបន្ទឿទៅនៅសម្ដេចព្រះមកមនីដោយរំសនុកនោះខ្ញុំថាខ្ញុំងាយថោកខ្ញុំទៅហៅមកពមកមែនដើរតាមម្ដាយហ្នឹងតាមពីចំនួនឪពុកហ្នឹងចុះឡើងខ្មែរមានបញ្ហាឪពុកក៏មានបញ្ហាខ្លួនឯងមានបញ្ហាហ្នឹងមិនក៏មិនចេញដោះស្រាយទៅដាច់មកស្គាល់ព្រះរាជានៅក្នុងប្រទេសថៃតែពីក្មេងដូចគ្នាតាមិនជួយដោះស្រាយមិនត្រូវការដាំចារីចេញដូចនេះអីឥឡូវត្រូវការជំនួយស្អីមិនដោះស្រាយទៅមិនសុំអាចិនហ្នឹងមកជួយយកជំនួយទៅជួយមិនបាក់ដាំចារីចេញនិយាយដូចសង្ស័យត្រូវទេតាមមើលដល់ចុងក្រោយទៅណោះម្ដាយនិយាយសក់សធ្លាប់ស្វាមីរបស់គាត់ហ្នឹងនៅសនុកហ្នឹងតែពេលណាឈឺឡើងទៅពេលកាំងហើយដោយសម្ដេចមកនឹងការនៅមិនទាន់ឡើងស្ដេចមកក៏មិនចេះឈឺស្ដាឡើងស្ដេចយើងឈឺពេលកាំងបាសក់កាន់ឌីប្លូម៉ាទិកហើយថ្ងៃមុនហ្នឹងមិននិយាយដើមទេនិយាយខ្មែរចេះឈឺដែរវាំងហ្នឹងគឺជាតំណាងឈាមជាតិរបស់ខ្មែរថ្ងៃមុនគេយកវាំងហ្នឹងរបស់ឈាមជាតិខ្មែរទៅការកូនចក្រពងនៅក្នុងវាំងហ្នឹងបាសក់ឥឡូវខ្មែរទៀមទាទៅថ្ងៃក្រោយទៅការនៅក្នុងវាំងដូចគ្នារបស់ទ្រព្យយើងកុំអោយតែគេនោះមិនទ្រព្យវាំងហ្នឹងមិនវាំងរបស់សហមនីទេណាវាំងរបស់ខ្មែរព្រោះសហមនីហ្នឹងពូនៅខាងក្នុងហ្នឹងស៊ីលុយរបស់ជាតិជាអ្នកបម្រើរបស់ជាតិឥឡូវសុំទាំងអស់គ្នាហ្នឹងថ្ងៃក្រោយទៅការក្នុងវាំងទាំងអស់គ្នាទៅសុំទោសចុះមិនចាក់ទេខ្ញុំឃើញវាក៏អស់ពុទ្ធធម៌តាំងពីកើតមកធ្លាប់តែឃើញការឡើងគឺទល់តែស្ដេចក៏ហៅថាអបសាយស្ដេចទាំងហើយបានចេញនៅក្នុងវាំងសត្វតកូនចៅចក្រពងឯណានឹងទៅការក្នុងវាំងរបស់ខ្មែរយីទៅយកកន្លែងនេះគេដាក់បាយដាក់ទឹកពេញហ្នឹងទៅឥឡូវសុំទៅថ្ងៃក្រោយមិនការនឹកឃើញទេមុននឹងស្លាប់ទៅសុំទៅយកបាយដាក់ចានស្រាក់ហ្នឹងទៅឬបាយកញ្ចប់ទៅយកទៅទទួលទានក្នុងវាំងផងព្រោះគេធ្វើបានមកយើងធ្វើមិនបានយើងជាម្ចាស់វាំងហ្នឹងតាហើយសហមនីហ្នឹងអត់មានខ្មែរអោយលុយចាយហ្នឹងបានស្អីនោះចាយកន្លែងនៅក្នុងវាំងទៅទៀតឥឡូវខ្ញុំនិយាយខុសក៏ត្រូវនេះតំណាងនិស្សិតជាមខ្មែរផែនសុកយូហឹមចាញ់ទៅវានរស័យ តំប្រធានត្រឹមត្រូវហើយតំប្រធាន ឥឡូវតោះយើងខ្មែរនាំគ្នាទៅទាំងអស់គ្នាមកប្រទេសខ្មែរយកបាយទៅនោះដាក់ចានស្រាក់ទៅក្នុងវាំងចូលក្នុងវាំងហ្នឹងទៅបាយទឹកទាំងអស់គ្នានឹងតែម្ដងទៅពួកគេធ្វើកើតមកយើងធ្វើមកកើតយីខ្ញុំមិនចាក់រូបទេខ្ញុំឃើញខ្ញុំមិនដឹងថាហើយកូនអ្នកស្រីចាថាទៅថាត្រង់សូឥឡូវក្នុងប្រវត្តិសាស្ត្រនេះឬសូរពេជ្រភិរិយាបាទខ្សែស្ដាច់នេះឬសូរពេជ្រធ្លាប់ឃើញអត់
ដែលមានណាទៅយកបាយទៅក្នុងក្នុងនោះ ត្រឹមត្រូវបើចុងបញ្ចប់ដេញវាចេញទៅវាចប់រឿងហើយបាទអាដាមធាន ឥឡូវចាំផ្លែខ្ញុំឆ្លើយគេមានការបន្ទន់បាទបន្តិចសូពេជ្រនិយាយថែមទៀតណាខ្ញុំវិលត្រឡប់មកវិញ បាទអរគុណច្រើនជើងបន្តបន្តិចទៀតជូនដល់ប្រជាពលរដ្ឋខ្មែរទៅយើងទម្រាំគាត់ជើងមកវិញពីការពិតមានអ្នកខមមិនអញ្ចឹងមិញណាបាទខ្ញុំលើកចំណុចហ្នឹងចង់ឲ្យដំប្រធានលោកមានប្រសាសន៍តែម្ដងទៅកាន់ប្រជាពលរដ្ឋខ្មែរខាងខំទៅសេមកយើងបយើងគ្រប់គ្នាសូមជួយផងសូមជួយផងណាគ្រប់ពេលវេលាជួយផងខ្មែរស្លាប់ហើយគ្រប់បែបយ៉ាងដល់តែឯកឧត្តមប្រធានលោកធ្វើសារនយោបាយមួយដើម្បីឲ្យខ្មែរនឹងរួបរวมគ្នាទៅទុកអារឿងផ្ទាល់ខ្លួនសិនទៅ សូមទោះមកវិញខ្ញុំឬសូពេជ្រ ខ្ញុំ ខ្ញុំមានការផងហើយទន្ទឹមនឹងទៅទៀតខ្ញុំសូមបញ្ចប់ចុះព្រោះខ្ញុំមិនមានអ្វីដើម្បីនិយាយច្រើនទេទៅទៀតទេនិយាយច្រើនណាស់ទៅហើយបានន័យថាខ្ញុំជាតិកំពុងមានបញ្ហាហើយយើងខ្ញុំបានដាក់ខ្លួនហើយដើម្បីសូមចូលរួមហើយប្រកាសទាំងស្រុងហើយបើសិនណាខ្មែរយើងមិនបានចាប់ផ្លឹកនៅពាក្យសម្ដីខ្ញុំបាននិយាយនេះថាខ្ញុំទៅលុញពងលុញស្អីហ្នឹងខ្ញុំមិនបានទៅលុញទេខ្ញុំសូមចូលរួមប្រកាសឲ្យខ្មែរបានដឹងថាខ្ញុំបានមានការឈឺឆ្អាលនៅចំពោះខ្មែរយើងមានបញ្ហាអញ្ចឹងកុំឲ្យមានថាយើងនិយាយកណ្ដាលយូខ្មែរក៏មុំមានបញ្ហាទុកហើយខ្ញុំជឿជាក់ថាអ្វីៗដែលរដ្ឋាភិបាលទាំងអស់ដែលគេកំពុងដោះស្រាយនេះខ្ញុំសង្ឃឹមថាគេមានសមត្ថភាពដោះស្រាយបានទៅចុះឲ្យបានខ្មែរយើងកុំឲ្យមានបញ្ហាបើដោះស្រាយបានទៅហើយខ្ញុំសប្បាយចិត្តទីបំផុតពួកខ្ញុំមិនត្រូវការអីទេទ្រព្យសម្បត្តិខ្ញុំសម្រាប់រស់សម្រាប់ខ្ញុំហើយនឹងបងប្អូនរៀមច្បងគ្រប់អង្គបងប្អូនក្មួយនៅក្នុង screen នេះយើងមានផ្ទះសម្បែងមានលុយមានកាក់មានការងារធ្វើហើយយើងអត់ត្រូវការអីទេប៉ុន្តែឃើញខ្មែរយើងអញ្ចឹងទៅគឺយើងមានការឈឺឆ្អាលអញ្ចឹងជាពលរដ្ឋខ្មែររួមឈាមខ្មែរតែមួយទូទាំងអន្តរជាតិបានលឺខ្ញុំហើយកុំឲ្យថាខ្ញុំនឹងជាប់ដៃឥឡូវនេះចាប់ពីបញ្ចប់នឹងទៅខ្ញុំមិនអាចធ្វើអ្វីជួយបានទេលើកលែងតែគេជាម្ចាស់ប្រទេសនោះគេត្រូវការខ្ញុំហើយរៀមច្បងគ្រប់អង្គទាំងអស់មួយបងប្អូនកុំអាចជួយឲ្យបានដែរយើងគិតថាមានការគេហៅថានឹកអាណិតអាសូររបស់ប្រជាពលរដ្ឋខ្មែរដែលឃើញមានបញ្ហាដើម្បីដោះស្រាយបានទល់តែខ្មែរវាសាមគ្គីដើម្បីខ្មែរខ្លាំងទៅខ្មែរទាំងអស់សាមគ្គីទុករឿងនយោបាយដោយឡែកទៅទុកដើម្បីដោះស្រាយបញ្ហាខ្មែរសិនបើគិតទុករឿងនយោបាយខ្ញុំនិងក្រុមយើងបានធ្វើឲ្យប្រកាសហើយយើងក៏បានប្រកាសដោយសំរងស៊ីត្រៀមខ្មែរពងបញ្ហាស្ដាប់នាំយើងក៏បានប្រកាសសំរងស៊ីនឹងទៅដើម្បីសុំលុយគេបង្កក់នឹងយកទៅដឹកនាំប្រទេសទេអានឹងគឺនិយាយយើងសុំធ្វើម៉េចឲ្យខ្មែរនេះទាំងគ្រប់បកគំនិតការទាំងអស់ព្រោះរួមគ្នាដើម្បីជួយជាតិសិនទៅដែលកំពុងមានបញ្ហាចឹងខ្ញុំអត់មានអីទៀតទេរៀមច្បងជាទីគោរពក្មួយទាំងអស់បងប្អូនមានរួមការងារយើងមានការក្តុកក្តួលខ្លះណាស់តែយើងបានចេញមកនេះយើងបានប្រកាសហើយខ្ញុំក៏សប្បាយចិត្តហើយថ្ងៃទី13ថ្ងៃសៅរ៍
ខែធ្នូ2025តែខ្មែរຕົកហ្នឹងខ្ញុំបានចាញ់ហើយបើសិនតែខ្មែរនឹងគេដោះស្រាយបានមិនបានខ្ញុំក៏អត់ហ៊ានចឹងដែរខ្ញុំຕົកឲ្យគេដោះស្រាយចុះបើខ្មែរត្រូវការខ្ញុំសុខចិត្តដើម្បីជួយខ្មែរសិនរឿងបញ្ហាផ្ទាល់ខ្លួនទុកសិនគណៈបកប្រជាជនបើនិយាយចំមួយចំនួនរដ្ឋមន្ត្រីចំនួនមុនស្គាល់ខ្ញុំទាំងអស់គេគិតខ្លួនគេទៅមិនថារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពគណៈបកហ៊ុនសំពេចក្រសួងយុទ្ធភ័ពតាំងពីនីវសិទ្ធងអុករាបុនអង្គវងវឌ្ឍនាលៈគឺសុទ្ធតែស្គាល់ខ្ញុំច្បាស់ពួកតបហ៊ីងមិនហៀងនិយាយនឹងខ្ញុំផ្ទាល់ឲ្យលឺចុះក៏បាននិយាយខ្ញុំថាបងមានលទ្ធភាពសមត្ថភាពបងធ្វើក៏កើតខ្ញុំជាបងធរក៏មិនបានខ្ញុំនិយាយទៅបន្ទាប់ពីមានបញ្ហាកើតឡើងមកខ្ញុំសុខចិត្តនិយាយគ្នាហើយគេក៏បញ្ចរចាច្រើនដើម្បីទាញខ្ញុំដើម្បីឲ្យខ្ញុំចូលទៅក្នុងនឹងមិនដឹងគេចរចាឲ្យខ្ញុំត្រឡប់ទៅវិញយកខ្ញុំដាក់គុកទៅទៀតឬខ្ញុំទៅបាញ់ចោលបញ្ចប់បំបាំងទៀតនឹងខ្ញុំវាមិនដឹងដែរពួកខ្ញុំអត់នេះទេព្រោះសប្តាហ៍ថ្ងៃខ្ញុំមានមោទនភាពក្នុងនាមជាខ្មែរតំណាងព្រាមច្បងមួយបងប្អូនខ្មែរទូទាំងប្រទេសយើងបានធ្វើហើយយើងបានបង្ហាញហើយយើងបានបំភ្លឺហើយយើងបានបង្រួមខ្មែរទាំង4នគរហើយដោះស្រាយក្នុងប្រទេសថៃទោះតែមានខ្មែរនៅក្នុងប្រទេសថៃក្នុងប្រទេសនោះខ្មែរគេលើនោះហើយខ្មែរលើនៅកិច្ចការស្ដេចសង្ឃទាំងអស់ដើម្បីទៅនិយាយជាមួយតបគេជាមួយរដ្ឋាភិបាលព្រះរាជាគេបានគេស្ដាប់ហើយអ្នកប្រាជ្ញរបស់គេនោះឬប្រវត្តិសាស្ត្រគេដឹងមិនគន់តែនិយាយការទូតរបៀបធ្វើកិច្ចការសប្តាហ៍ថ្ងៃគេស្ដាប់ទេពួកគេផ្លាស់ប្ដូររដ្ឋមន្ត្រីផ្លាស់ប្ដូរយុរដ្ឋមន្ត្រីផ្លាស់ប្ដូរចុះផ្លាស់ប្ដូរបានឲ្យទៅចរចាហើយតបគេនៅតែគោលការណ៍របស់គេចឹងខ្ញុំសរុបប៉ុណ្ណឹងចុះព្រាមច្បងជាទីគោរពហើយខ្ញុំសូមអរកាយគោរពព្រាមច្បងទាំងគ្រប់អង្គហើយនឹងប្រោះព្រំពោជ័យក្មួយមិត្តរួមការងារសូមអរកាយគោរពជម្រាបលាប្រជាពលរដ្ឋរួមជាខ្មែរទាំងអស់ទូទាំងផ្ទៃប្រទេសនិងអន្តរជាតិខ្ញុំបានធ្វើហើយខ្ញុំបានចេញឲ្យបង្ហាញហើយពេលវេលានេះទុកឲ្យខ្មែរសម្រេចត្រូវការខ្ញុំជួយអញ្ចឹងខ្ញុំមិនមានអីទៀតទេខ្ញុំសូមជម្រាបលាប៉ុណ្ណឹងដោយសូរពេចខ្ញុំសូមទោស គុណចាត់ឲ្យប្រធានចូលរំខានពេលវេលារបស់កម្មវិធីអញ្ចឹងខ្ញុំសូមបាទថ្វាយគុំសាថ្មីលាបាទ បាទអរគុណច្រើនឲ្យសម្រាប់ បាទអរគុណហើយ